បាទសួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះមកមើលសេនេះនាំប៉ុនមកនេះចុចស្អីគេនេះបងមកដើរមកវាអីទេធ្វើលេងអូខ្លាចបងប្អូនខ្លាចពស់គាត់យើងនេះមើលស្មៅស្គាល់ស្មៅដើរលើភ្លឺធំក្លៀកឃើញធំកកបើកែខ្លាចចាំនេះបងប្អូនអើយចានេះដួលរៀលអស់ហើយណាបងប្អូនដួលរៀលតិចហ្នឹងរៀបបាទនេះបងប្អូននេះមុំឈោតហើយនេះមុំឈោតមកទឹកទៀតបងប្អូនហើយពីទឹកទៀតចុះបាទ4 5ថ្ងៃទៀតបាទយកមុំឈោតហើយនេះបងប្អូនបាទខ្ញុំចូលមើលតាមណាអូតាមនេះទៀតតើបងប្អូននេះតាមកដែរតាតាមកតាមមកតាមយើងចូលអានេះកន្លែងនេះវារៀងនេះដែររៀងរាក់ដែរតើយើងចូលទៅក្នុងរៀងជ្រៅបងប្អូនបាទរៀងជ្រៅនេះយកបងប្អូនឃើញបាទនេះវារៀងខ្ពស់ហ្នឹងតែល្អតែកន្លែងបានពាក់កណ្ដាលទេបងប្អូនបាទដួលរៀលអស់ហើយអានេះនៅឆោបាទនេះខ្ញុំស្ទូងបងប្អូនស្នាដៃខ្ញុំស្ទូងហើយខ្ញុំស្ទូងទេដោយសារតែវាលិចទឹកពេលវាលិចទឹកអញ្ចឹងទៅវាយើងព្រុស2 ដងហើយវាអត់ដោះហើយខ្ញុំស្ទូងវិញបងប្អូនខ្ញុំដោះអាលើនោះហ្នឹងខ្ញុំស្ទូងបងប្អូនអូវ៉ាវបងប្អូនអើយផ្លែច្រើនតែយើងស្ទូងខ្ញុំផ្លែដល់កបងប្អូនបាទអត់ស្ទូងវិញអត់ផ្លែលីងបងប្អូនឯងបាទបងប្អូនឲ្យមើលអត់ផ្លែវាអត់សូវផ្លែទេវាដើមរៀងរុយដល់ពេលយើងស្ទូងមានអីបងប្អូនស្ទូងបានណាពាក់កណ្ដាលសែទេបងប្អូនស្ទូងបានល្អទេបងប្អូនណាស្ទូងយើងល្អតែបើអត់ស្ទូងអត់ល្អទេនេះបងប្អូនឃើញទេបាទនេះស្រូវគេដួលរៀលបាទនោះស្រូវគេទេនេះស្រូវខ្ញុំបាទស្រូវខ្ញុំនេះតពីនេះហើយបាទនេះតនេះហើយនេះតណោហូតអូនោះបងប្អូននិយាយឆ្ងាយដែរបងប្អូនឃើញបាទអូទឹកបងប្អូនហើយជិតដល់ថ្ងៃឆូតហើយទឹកនៅតែច្រើនទៀតហើយយើងគិតមិនម៉ាស៊ីននឹងចូលរួចទាំងអត់ទេបើមិនសិនចូលអត់រួចមានតែឆូតដៃបងប្អូនពេលយើងស្ទូងយើងផ្លែអាក្រក់ណាស់នេះឃើញផ្លែអាក្រក់ដល់កនេះផ្លែយកតែមែនទេយើងឆូតបងប្អូនអត់យើងឆូតយើងស្ទូងផ្លែចុយម៉ែបាទផ្លែយកតែមែនទេហើយទៅបងប្អូនពេលយើងអត់ស្ទូងបងប្អូនទៅមើលខាងលើស្រែតែមួយទេដល់ពេលវានៅខាងលើខ្ញុំអត់ស្ទូងណាដោយសារខាងនោះវារៀងវាជ្រៅអត់ស្មើគ្នាទេបាទវាជ្រៅនេះដោយសារជ្រៅកន្លែងដែលខ្ញុំតែព្រោះទៅវាអត់ដោះបាទដល់ពេលវាអត់ដោះហើយអញ្ចឹងខ្ញុំស្ទូងតែកន្លែងណាដោះកន្លែងណាដោះខ្ញុំអត់ស្ទូងទេដល់ពេលបងប្អូនមើលកន្លែងដែលខ្ញុំបានស្ទូងណាបងមើលអស់គ្នានោះបងប្អូននោះកន្លែងខ្ញុំអត់ស្ទូងនោះឃើញដល់រយ